សួស្តីបងប្អូនខ្មែរដែលត្រៀមប្រឡងយក license កញ្ចក់នៅសហរដ្ឋអាមេរិកទាំងអស់គ្នាខ្ញុំបាទ Hendrik ហើយខ្ញុំគឺជាគ្រូកញ្ចក់ដែលមាន license នៅសហរដ្ឋអាមេរិកអញ្ចឹងថ្ងៃនេះដែរសម្រាប់វីដេអូមួយនេះគឺខ្ញុំមានសំណួរចម្លើយចំនួន2ដើម្បីជូនបងប្អូនដែលតាក់ទងជាមួយនឹងបញ្ហាអនាម័យអញ្ចឹងចំពោះសំណួរទី1គេថា all bottle and containers used in salon shall be ទី1ជំរើសទី1គេដាក់ថា full of product ទី2 label correctly ទី3 discard after each client ទី4 stored in lunch room អញ្ចឹងយកមួយណាអញ្ចឹងខ្ញុំសូមបកប្រែបងប្អូនទាំងអស់គ្នាអញ្ចឹង all bottle and container used in salon នឹងបានន័យថាចេះបានន័យថា bottle ហើយ container បានន័យថាដបឬមួយក៏ប្រអប់ដែលយើងប្រើប្រាស់នៅក្នុង salon ណា shall be នឹងបកប្រែថាគួរតែមិនអញ្ចឹងគេឲ្យយើងពេញចន្លោះអញ្ចឹងទី1គេដាក់ថា full of product គួរតែមានផលិតផលដាក់ឲ្យពេញយើងដាក់ផលិតផលពេញក្នុងហ្នឹងទៅទី2 label correctly យើងបិទផ្លាកសញ្ញាច្បាស់ថាតើក្នុងដបឬក៏ប្រអប់ហ្នឹងវាមានអីគេ label ហ្នឹងបានថាយើងបិទផ្លាកសញ្ញាថាបិទផ្លាកថាហ្នឹងឈ្មោះអីក្នុងហ្នឹងវាមានអីគេខ្លះអញ្ចឹងយើងត្រូវបិទសញ្ញាឲ្យបានត្រឹមត្រូវទី3 discard after each client អញ្ចឹងដបឲ្យជាមួយប្រអប់អីទាំងអស់ហ្នឹងគួរតែបោះចោលនៅពេលដែលយើងប្រើនៅលើភ្ញៀវម្នាក់ហើយ discard ហ្នឹងបែរតែបោះចោល store in lunch room គួរតែទុកនៅក្នុងបន្ទប់យើងញ៉ាំបាយថ្ងៃត្រង់អញ្ចឹងយកមួយណាអញ្ចឹងគឺចម្លើយត្រឹមត្រូវគឺយើងត្រូវយកជំរើស label correctly ហ្នឹងបានន័យថាម្ដងទៀតគឺយើងបិទផ្លាកសញ្ញាបានត្រឹមត្រូវដបហ្នឹងដបអីគេតុកឧទាហរណ៍ទឹកអាល់កុលបើសិនជាក្នុងដបហ្នឹងមានអាល់កុលយើងត្រូវបិទឲ្យច្បាស់ថាដបហ្នឹងគឺអាល់កុលអញ្ចឹងយើងបិទផ្លាកសញ្ញាឬក៏សរសេរនៅលើដបហ្នឹងមកថាក្នុងអាល់កុលអញ្ចឹងគ្រប់តាមច្បាប់គ្រប់ដបគ្រប់ប្រអប់ទាំងអស់ដែលប្រើក្នុងសាឡនត្រូវតែបិទឈ្មោះបិទផ្លាកសញ្ញាច្បាស់លាស់ថាក្នុងហ្នឹងអីគេចំនួនទី2 object dropped on the floor should be picked up and ពេញចន្លោះទី1 put back in the sanitary room ទី2 use on client immediately ទី3 wash and disinfect it before using ទី4 dash away the dirt អញ្ចឹងបានន័យថាចេះ object ហ្នឹងមកថាវត្ថុ drop ហ្នឹងបានន័យថាយើងជ្រុះណាបានន័យថាវត្ថុដែលយើងដូចថាយើងកំពុងធ្វើភ្ញៀវអញ្ចឹងយើងជ្រុះ on the floor ជ្រុះនៅលើដីអញ្ចឹង should be picked up យើងគួរតែរើសឡើងមក and ហើយឲ្យគេពេញចន្លោះអញ្ចឹងទី1 put back in the sanitary room ហ្នឹងបានន័យថាយើងយកទៅទុកនៅក្នុងបន្ទប់អនាម័យវិញទី2 use on client immediately យើងរើសឡើងហើយប្រើនៅលើភ្ញៀវភ្លាមតែម្ដង immediately បកប្រែថាភ្លាម wash ទី3 wash and disinfect it before using អញ្ចឹងទី3គឺបានន័យថាយើងត្រូវលាងសម្អាតហើយជាមួយនឹង disinfected កម្ចាត់មេរោគមុននឹងយើងប្រើម្ដងទៀតទី4 dash away យើងបោះដីចោលទៅ dash away the dirt បានថាយើងបោះដីចោលទៅអញ្ចឹងយកមួយណាចម្លើយត្រឹមត្រូវគឺចម្លើយទី3 wash and disinfect it before using បានន័យថាបើសិនជារបស់ហ្នឹងវា drop on the floor ហើយវាជ្រុះលើដីអញ្ចឹងបានវាឆ្លងមេរោគអីអញ្ចឹងយើងត្រូវតែលាងសម្អាតហើយកម្ចាត់មេរោគអញ្ចឹងការលាងសម្អាតការកម្ចាត់មេរោគនៅក្នុងទ្រឹស្ដីកញ្ចក់គឺមាន3ដំណាក់កាលណាដំណាក់កាលទី1គឺ cleaning ដំណាក់កាលទី2 disinfecting ដំណាក់កាលទី3 sterilizing អញ្ចឹងក្នុង3ដំណាក់កាលនេះនៅតាម state នានាភាគច្រើនគឺយើងធ្វើតែពីរដំណាក់កាលទេគឺដំណាក់កាលទី1 cleaning ដំណាក់កាលទី2 disinfecting ហើយតើដំណាក់កាលទី1ហ្នឹងយើងធ្វើអីខ្លះ cleaning គឺយើងលាងសម្អាតមួយសាប៊ូហើយជាមួយនឹង disinfecting គឺបន្ទាប់ពីយើងលាងសម្អាតមួយសាប៊ូហើយគឺយើងយកទៅត្រាំមួយទឹកខៀវអញ្ចឹងក្នុងចំនួនទី2នេះគឺយើងយកជំរើសទី3យើងត្រូវលាងហើយកម្ចាត់មេរោគស្អាតហើយបានយើងប្រើឡើងវិញបានណាបើសិនជាអ្នកទាំងអស់គ្នាចង់បានសំណួរបែបនេះទៅរៀនដោយខ្លួនឯងអ្នកទាំងអស់គ្នាអាចទិញ system របស់ខ្ញុំបានដែល system របស់ខ្ញុំនេះមានជាង400សំណួរហើយនៅក្នុងសំណួរនីមួយគឺខ្ញុំបានបកប្រែជាភាសាខ្មែរបកប្រែបញ្យលជាភាសាខ្មែរហើយទាំងពាក្យគន្លឹះព្រមទាំងការបញ្យលថាហេតុអីបានជាយើងជ្រើសយកអាហ្នឹងអញ្ចឹងបងប្អូនអាច comment ចូល inbox comment ខាងក្រោមឬមួយក៏ inbox ចូលទៅក្នុង page របស់ខ្ញុំនឹងផ្ដល់ជូននៅព័ត៌មានបន្ថែមទាក់ទងជាមួយនឹងការទិញ system
សំណួរចម្លើយដែលបងប្អូនអាចចូលធ្វើពេលណាក៏បាន24ម៉ោងលើ24ម៉ោងអនុវត្តប្រហែលដងក៏បានដែរតែពេលដែលបងប្អូនអនុវត្តចប់ system របស់ខ្ញុំនឹងប្រាប់ពីចម្លើយដែលត្រឹមត្រូវបងប្អូនធ្វើបានបន្ទុកប៉ុន្មានបូករួមទាំងជាពិសេសនោះគឺការបញ្យល់ជាភាសាខ្មែរអញ្ចឹងកាលណាយើងទៅប្រឡងយើងទៅប្រឡងទាំងការចំណាំជាភាសាអង់គ្លេសដែលយើងអត់យល់អីសោះគឺអាចនឹងធ្លាក់ពាក្យច្រើនអញ្ចឹងយើងតតែយល់ណាហ្នឹងហើយអរគុណច្រើនសូមជួបគ្នានៅវីដេអូក្រោយ